ជំរាបសួរលោកគ្រូខ្ញុំបាទប្រើវិណុតថ្ងៃនេះមកខ្ញុំមកនិយាយពីរ៉ូ round robin អឥឡូវយើងចូលដល់simulator របស់យើងដែលយើងមានឧទាហរណ៍មកស្រាប់អញ្ចឹងយើងចំពោះ round robin យើងមានឧទាហរណ៍ចំនួន5 process ពី P1 ទៅដល់ P5 ដើម្បីគណនាពី round robin ហ្នឹងយើងដឹងថាវាមាន quantum ហ្នឹងចំនួន2អញ្ចឹងយើងគណនាពី P0 arrival 0មកមុន P on គឺវាទៅពី0ទៅ2អញ្ចឹង burst time របស់យើងគឺមាន5អញ្ចឹងវាសល់3មកយើងគណនាទៅទៀតពេលយើងពេល2យើងគឺវា2ទៅវា4ដោយសារហើយវានៅសល់1ហើយចំណែកពេល3យើងគឺយើងគណនាទៅវានៅសល់8ដក2វានៅសល់6ហើយបន្ទាប់មកយើងទៅគណនាពេលអងវិញពេលអងរបស់យើងមិញនៅសល់3អញ្ចឹងយើងគណនាទៅទៀតវាquantum របស់យើងដកអស់2ទៀតអញ្ចឹងវាសល់1ហើយបន្ទាប់មកយើងទៅពេល4វានៅសល់4ពេល5របស់យើងគឺវាអស់ដោយម្ដងដោយសារវាដក1នេះវា remind របស់វាសល់0ហើយបន្ទាប់មកតែពេល2របស់យើងសល់1បាទអញ្ចឹងវាបានហើយបន្ទាប់មកពេល3របស់យើងគឺយើងដកមិញនៅសល់6អញ្ចឹងឥឡូវដក2វាអស់2ទៀតវាសល់4ហើយចំពោះពេល1របស់យើងគឺមិញធ្វើ2ដង2ប្រស័យអញ្ចឹងវាអស់4អញ្ចឹងសល់1ហើយចំណែកឯពេល4របស់យើងធ្វើបាន1ប្រស័យអញ្ចឹងវាសល់4ឥឡូវអស់2ទៀតអញ្ចឹងវានៅសល់តែ2ទេចំណែកពេល5អស់ហើយឥឡូវយើងចូលដល់ពេល3វិញ3វិញម្ដងវានៅសល់អស់2ទៀតវាសល់តែ4អស់2ទៀតវានៅសល់តែ2ទេហើយបន្ទាប់មកពេល4បាញ់វាអស់4ហើយអញ្ចឹងធ្វើធ្វើម្សិលទៀតវានៅសល់តែ2ទេវាអស់ជា5ម្ដងហើយចំណែកពេល3គឺអស់ដែរហើយដើម្បីគណនា turn around យើងយក finish ដកនឹង arrival ហើយចំណែកឯwait time យើងគណនាដោយយក turn around ដកនឹង burst time បញ្ញាថ្ងៃនេះខ្ញុំមកបកស្រាយចំណុចមួយនៅក្នុង process scheme scheduling simulator របស់យើងដែលខ្ញុំនឹងមកបកស្រាយនៅលើចំណុចfirst come first serve algorithm ដែល first come first serve algorithm ហ្នឹងវាគឺជា non primitive algorithm មួយដែល process ហ្នឹងវាទៅ execute ទៅតាម order process ដែលវា arrival ready មុននៅក្នុង queue ហ្នឹងចឹងយើងអាចកលេចមកមើល process queue របស់យើងដែលយើងមាន process ប៉ុណ្ណឹងហើយនេះជា arrival time របស់វាហើយនេះជា burst time របស់វាចឹងយើងកលេចមកមើល gate chart របស់យើងដោយសារ first come first serve វាទៅធ្វើ process នៅលើអាណាដែលវាមកដល់មុនចឹង P3 នេះវាមកដល់មុនគេវានឹង start execute នៅ time 0ហើយ burst time វា5អញ្ចឹងវា finish នៅ time 5តមក process 2នេះវាមកបន្ទាប់អញ្ចឹងវា start នៅ time 5ហើយ finish នៅ time 8 P4 ហើយនិង P1 មកបន្តចឹងតើហើយយើងអាចកលេចមើល result បានដោយក្នុងនេះយើងបាន order វាទៅតាម arrival time ហើយនេះជា burst time របស់វាចំពោះ finish time នេះយើងវាស្មើនឹងstart បូកជាមួយនឹង burst time របស់វាដូច P3 នេះវា start នៅ time 0ហើយវា finish នៅ time 5អញ្ចឹងដោយសារ burstវាស្មើ5P2 នេះដូចគ្នាហើយចំពោះ waiting wait ហ្នឹងវាស្មើនឹង start time ដល់ arrival time អញ្ចឹងដូចP3 នេះវា start នៅ
time zone អញ្ចឹងវាចាប់ដើម execute នៅ time zone ហើយ arrival វាក៏ zone ដែរអញ្ចឹងវាស្មើ zone P2 នេះវា start នៅ time 5ហើយវា arrival នៅ time ទី1អញ្ចឹងវាដកនឹង1មកស្មើ4 P4 P1 ដូចគ្នាចំពោះ turn around turn around ហ្នឹងស្មើនឹង finish time ដកជាមួយនឹង arrival អញ្ចឹងដូច P3 នេះស្មើ5ដោយសារវា finish នៅ time 5ហើយ arrival នៅ time zone P2 វាស្មើនឹង7ដូចគ្នាអញ្ចឹងវាយក8ដក1ទៅស្មើ7អញ្ចឹងយើងកន្លែងមើល average នៃ waiting time ហ្នឹងវាស្មើនឹងអា total បូកចូលគ្នានៃ waiting time នេះចែកនឹងចំនួន process turnaround ដូចគ្នាចំនួននៃសរុបចែកនឹងចំនួន process ជម្រាបសួរលោកគ្រូខ្ញុំឈ្មោះតឡាហើយចូលដល់ចំណុចរបស់ខ្ញុំគឺជាចំណុចដែលនិយាយអំពី SJF ឬក៏ shortest job first ហើយខ្ញុំមាន sample មួយហើយ sample របស់យើងគឺ process មួយគឺ array 0ហើយ birth time 5ចំពោះ process 2 1 3 process 3 2 birth time 8 process 4 array 3ហើយ birth time 6និងជាចុងក្រោយគឺពេល process 5មក array 4ហើយនឹងមាន bus time 2នៅពេលខ្ញុំ run ទៅគឺនៅពេលដែលយើង run ទៅគឺយើងបាន Gantt chart មួយក៏ដូចជា result ផ្សេងៗដូចជា wait time ហើយនឹង turnaround time average wait time និង average turnaround time ឥឡូវខ្ញុំនិយាយអំពីថាវាដំណើរការមិនដំណើរការគឺវាឲ្យតែមាន process ណាដែលមានbus time តិចជាងគេគឺនឹងមកមុនប៉ុន្តែវាគិតទៅលើ arrival time ដែរដូចជា process មួយអញ្ចឹងគឺវា arrive at 0គឺវាធ្វើ process ហ្នឹងសិនគឺ at 0មកដល់0គឺ bus time របស់វា5គឺវា run process ហ្នឹងចប់គឺវាទៅរក process ណាដែល arrive បន្ទាប់ក៏ដូចជា bus time តិចគឺបន្ទាប់របស់យើងគឺពេល5គឺដោយសារតែ bus time វាតិចហើយក៏ដូចជា arrive time វាគឺទៅ4ទេប៉ុន្តែយើងធ្វើដល់ arrive time របស់យើងគឺមកដល់5ហើយអញ្ចឹងទៅវានឹង run process 5បន្ទាប់ទៀតបន្ទាប់ពី process 5ចប់ហើយគឺវាទៅរក process ណាដែលមាន bus time តិចទៀតដូចជានេះអញ្ចឹងគឺពេល2គឺដោយសារ bus time របស់វាតិចជាងគេក្នុងចំណោម3ដែលនៅសល់ process ហ្នឹងគឺ3អញ្ចឹងទៅពេលវា run 3 process ហ្នឹងចប់គឺចូលដល់ process បន្ទាប់គឺជា process 4ដោយសារតែ bus time វាតិចជាង process 3គឺ8អញ្ចឹងទៅពេល run ចប់ហើយបានវា run process 3នឹងបញ្ចប់ហើយចំពោះ result វិញគឺយើងមានដូចជា finish time wait time ក៏ដូចជា turnaround time ដូចនេះអញ្ចឹងគឺជា result របស់ពួកយើងហើយចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងណាចូលដល់ចំណុចបន្ទាប់ជំរាបសួរលោកគ្រូខ្ញុំនិយាយពី process scheduling simulator ដែលខ្ញុំនិយាយអំពី shortest time shortest remaining time first ឬមួយក៏ SRTF ដែលនៅក្នុងUI របស់យើងឃើញនៅមានដូចជាកន្លែងយើងដាក់ឈ្មោះនៅ process របស់យើងដាក់ឈ្មោះ arrival ឧទាហរណ៍ថា arrival 0 bus time នេះ2ហើយខ្ញុំអាចតែទៅគឺវានឹងចេញមកនៅខាងក្រោមនេះដែលមានឈ្មោះហើយយើងក៏អាចមានដូចជាបើអត់ចង់ដាក់ដែលយើងដាក់ជា sample ហ្នឹងក៏បានដែលយើងមាន sample មាន process របស់យើងចំនួន5ហើយបន្ទាប់មកយើងអាច run វាបានហើយនៅខាងស្ដាំដៃនេះគឺវានឹងមាន chart ដែលវាវាអំពីពេលវេលាដែលprocess មួយ execute ដូចជានៅនាទីទី0នេះP1 មកដល់ណាបន្ទាប់មកដល់ពេលដែលនាទីទី1 P2 process ទី2នឹងបានដល់ដោយសារតែ
process ទី2ហ្នឹងគឺមានburst time តិចជាងអញ្ចឹងprocess ទី2ហ្នឹងគឺវានឹងexecute មុនបន្ទាប់មកវានឹងprocess ផ្សេងទៀតមកដល់លើវា compare គ្នារហូតដែលមួយណាដែលមានburst time តិចជាងគេវានឹង execute មុនហើយនៅក្នុងខាងក្រោមនេះគឺយើងមានដូចជា result របស់យើងដែលវាមាន list down នៅ arrival time burst time finish time waiting time ហើយនិង turnaround time មួយដែលយើងអាចឃើញហើយបន្ទាប់មកក៏វាមានaverage waiting time average turnaround time ដូចគ្នាជំរាបសួរលោកគ្រូផ្នែកនេះខ្ញុំនឹងនិយាយអំពី MLF queue ដែលមានន័យថា multi level feedback queue ដែលប្រើប្រាស់ process scheduling simulator នៅខាងឆ្វេងយើងឃើញprocess input section ដែលយើងមាន file process ដែលមួយដែលមាន arrival time burst time ហើយទៅមាន queue ដែល queue មកពីពាក្យថា quantum ដែលមាន queue 0គឺ2 queue 1 4ហើយបើសិនមក start នៅ priority queue 0ឥឡូវយើងនៅឆាត់របស់យើងវិញដែលយើងឃើញនៅ CQ execute the process over time ដែល process ដំបូង run 2 time unit in queue 0តបមកវាអត់បញ្ចប់វាដល់ពេលដែលវាត្រូវ run លើក្រោយទៀតគឺវា run queue 1ដែលម្ដង4 unit មកP1 start នៅបន្ទាប់មក P2 start នៅនាទីទី2បើពេលដែលវា run ដល់ចប់វាទៅម្ដងទៀត P3 គ្នាពេលដែលវា run ដល់ចប់វាទៅQ1 run ម្ដង4 burst time ដែលហើយនៅក្នុង table របស់យើងខាងក្រោមនេះយើងឃើញនៅមាន list នៅ arrival time burst time finish time waiting time ហើយនិង turnaround time ហើយក៏មាននៅ average waiting time ហើយនិង average turnaround time ដូចគ្នា